សូម share បន្ទាន់នេះគឺជាព្រឹត្តិការណ៍និងជាដំណឹងថ្មីមួយដែលមេបញ្ជាការថៃបានបង្ហាញអំពីផែនការថានឹងបណ្ដេញប្រជាពលរដ្ឋកម្ពុជាចេញពីភូមិជោគជ័យនិងភូមិដើមច័ន្ទនៅមុនពេលដែលរដ្ឋសភាត្រូវបានរំលាយស្វាគមន៍ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាសូមពុកម៉ែបងប្អូនជួយ share នៅព័ត៌មាននេះបន្ទាន់ឲ្យប្រជាជនខ្មែរយើងទូទាំងប្រទេសបានដឹងផងពីអបាយកលក៏ដូចជាការផ្ដើមបង្កនៅរឿងថ្មីមួយទៀតពីខាងភៀកគីថៃនៅមុនការរំលាយរដ្ឋសភាថៃបង្ហាញពីផែនការបង្កចំនួនជាថ្មីជាមួយកម្ពុជាដោយរដ្ឋមន្ត្រីក្រសួងការពារជាតិលោកណដ្ឋពល ណផានិតបង្ហាញពីក្តីសង្ឃឹមថានឹងបញ្ចប់កិច្ចពិភាក្សាស្តីពីការតាំងទីលំនៅថ្មីរបស់ប្រជាជនកម្ពុជានៅភូមិដើមច័ន្ទនិងភូមិជោគជ័យមុនពេលការរំលាយសភាក្នុងខែមករាឆ្នាំ2026ខាងមុខហើយប្រតិបត្តិការកម្រិតយោធានៅតែបន្តប្រសិនបើចាំបាច់លោកណដ្ឋពលបានលើកឡើងថាលោកបានណែនាំភ្នាក់ងារយោធាពាក់ព័ន្ធឲ្យពន្លឿនការដោះមីននៅភូមិជោគជ័យនិងភូមិដើមច័ន្ទដើម្បីឲ្យការបោះបង្គោលព្រំដែនបណ្ដោះអាសន្នអាចសាងសង់រួចក្នុងពេលឆាប់ៗនេះលោកក៏បានកត់សម្គាល់ផងដែរថាការដោះមីននៅភូមិដើមច័ន្ទត្រូវបានបញ្ចប់ហើយខណៈការបោះសម្អាតមីននៅភូមិជោគជ័យនៅតែប្រតិបត្តិការដោយសង្ឃឹមថានឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះលោកណដ្ឋពលបន្ថែមទៀតថាទាំងកិច្ចប្រជុំ JBC និង GBC នឹងត្រូវធ្វើឡើងនៅដើមឆ្នាំក្រោយនៅពេលដែលមានសំណួរមួយសួរថាតើការតាំងទីលំនៅថ្មីរបស់ប្រជាជនកម្ពុជានៅភូមិដើមច័ន្ទនិងភូមិជោគជ័យអាចត្រូវធ្វើឡើងមុនការរំលាយរដ្ឋសភាដែរឬទេលោកណដ្ឋពលបានសង្កត់យ៉ាងធ្ងន់ថាខ្ញុំនឹងជំរុញឲ្យពួកគេពន្លឿនកិច្ចប្រជុំដើម្បីធានាថាពួកគេបានបញ្ចប់នេះគឺសំដៅទៅលើការជំលះរបស់ប្រជាជនកម្ពុជាចេញពីភូមិទាំងពីរនៅមុនការរំលាយសភានៅថ្ងៃទី31ខែមករាឆ្នាំ2026តើវាអាចជាផែនការបង្កហេតុថ្មីរបស់ភាគីថៃមុនការរំលាយសភាឬយ៉ាងណាជាទូទៅគេសង្កេតឃើញថានៅពេលដែលចរន្តនយោបាយរបស់ថៃបដូរទិសដៅថៃតែងតែងាកមកដាក់បន្ទុកផ្សេងៗលើបញ្ហាព្រំដែនជាមួយកម្ពុជាដើម្បីបង្វែរស្ថានភាពនិងយកលេសបើកការឈ្លានពានលើបូរណភាពទឹកដីកម្ពុជាតែម្ដងនិងជាសកម្មភាពបង្កចំនួនដោយបណ្ដាប្រទេសជិតខាងដទៃទៀតផងដែរបន្ទាប់ពីរឿងរ៉ាវព្រំដែនកម្ពុជាថៃស្ងប់ស្ងាត់បន្តិចពួកគេដកឃ្លាទៅជួយសង្គ្រោះពលរដ្ឋជួបទុក្ខទុរភិក្សនៅតំបន់ភាគខាងត្បូងពេលនេះស្រាប់តែមេការពារជាតិថៃប្រឹងកាយផេះឆ្កឹះរងើកឲ្យក្តៅឡើងវិញដោយបង្ហាញពីផែនការបណ្ដេញឲ្យពលរដ្ឋខ្មែរចេញពីភូមិជោគជ័យនិងភូមិដើមច័ន្ទគណៈរដ្ឋមន្ត្រីការបរទេសថៃកំពុងបៀមឈាមព្រោះដាក់កម្ពុជាលើបញ្ហាថៃដើរជន់មីននៅព្រំដែនទន្ទឹមនឹងនោះលោកណដ្ឋពលក៏បានព្រមានពីការប្រើប្រាស់កម្លាំងយោធាផងដែរក្នុងករណីចាំបាច់